So hello អ្នកគ្នាអញ្ចឹងខ្ញុំនឹងមកនិយាយអំពីអឺ skin care ដែលប្តីខ្ញុំក៏ទៅយកឡើងទៅកាមេរ៉ាណាតែទទួលបាន skin care ប៉ុន្តែ headផលគឺដោយសារតែចេះផលិតផលហ្នឹងវាជិត expire វានៅសល់តែមួយខែទៀតទេហើយរបៀបដែលខ្ញុំប្រាប់ថាប្រើទៅអត់ក៏អត់ទៅអីទេតែដោយសារតែខ្ញុំ check មើលទៅចំពោះផលិតផលដែលវាចិត្តពួក expire វាអាចនឹងល្អនៅពេលដែលយើងអត់ទាន់បើកប្រើអញ្ចឹងដោយសារតាមផលិតផល skin care អ្នកនរគ្នាដឹងហើយវាអាចយើងបើកប្រើយើងអាចទុកចោលចន្លោះពីរយៈពេល6ខែអីជាងអញ្ចឹងទៅតាមអាស្រ័យប្រភេទរបស់ពួកវាអញ្ចឹងចំពោះ delay នេះវានៅសល់មួយខែទៀតខ្ញុំអាចប្រើប្រាស់បានចំពោះប្រភេទអានេះវាមាន foam លាងមុខជាមួយនឹង scrub មុខហើយ gel mask យើងក៏អាចដឹងពីរបៀបប្រើប្រាស់ដែរខ្ញុំក៏បាន research មើលតិចតួចក្នុងការប្រើប្រាស់របស់ពួកហ្នឹងអាហ្នឹងជាផលិតផល made in Japan ហើយខ្ញុំគិតថានៅពេលផឹកឡើងខ្ញុំនឹងប្រើ foam លាងមុខនេះអាចនឹងប្រើពេលយប់និងពេលផឹកហើយចំពោះប្រភេទ scrub មុខនេះវិញខ្ញុំអាចប្រើវានៅពេលល្ងាចដោយសារតែហេតុផលចំពោះ foam លាងមុខនេះវាគេដាក់នៅលើហ្នឹង moist planning to beauty skin ចាំមានន័យថាវាជួយសម្អាតមុខរបស់យើងឲ្យមានសំណើមឲ្យទន់អីចឹងទៅហើយវាធ្វើឲ្យទឹកមុខរបស់យើងកាន់តែស្រស់ស្អាតហើយនឹងមានសុខភាពល្អអានេះចំពោះ foam លាងមុខពណ៌វាធំបាយស្វាយតិចបាយផ្ទៃមេឃតិចចំពោះ foam ហ្នឹងគឺ gold ខ្ញុំគិតថាវាប្រើនៅពេលផឹកគឺល្អខ្លាំងមែនតើដោយសារតែពេលយប់ឡើងភាគយើងអត់មាន make up អីច្រើនទេខ្ញុំគ្រាន់តែប្រើជាប្រភេទ skin care ដែលជំនួយលើស្បែកមុខយើងអញ្ចឹងយើងអត់ចាំបាច់ប្រើជាប្រភេទលាងសម្អាតអីខ្លាំងលើផ្ទៃមុខទេអញ្ចឹងចំពោះ foam នេះគឺខ្ញុំប្រើពេលផឹកហើយចំពោះ scrub មុខនេះវិញអូខេនៅលើនេះគេបានដាក់មកថាវាជួយសម្អាតកោសិកាចាស់ remove ជាតិ make up ធូលីដីហើយជាមួយនឹងជាតិអីផ្សេងកខ្វក់នៅលើផ្ទៃមុខយើងចឹងទៅហើយវានឹងធ្វើឲ្យផ្ទៃមុខរបស់យើង smooth ចឹងវាធ្វើឲ្យផ្ទៃមុខរបស់យើងទន់អលោងទៅតាមនឹងចឹងទៅហើយនៅពេលយប់ឡើងខ្ញុំនឹងប្រើជាប្រភេទgel mask ចំពោះ gel mask នេះវិញរបៀបប្រើប្រាស់របស់វាគឺងាយស្រួលខ្លាំងនៅពេលដែលយើងលាងសម្អាតផ្ទៃមុខយើងរួចយើងអាចលាបវាទុកចោលលើផ្ទៃមុខយើងហើយចាំយើងកេងក៏បានដែរដោយសារតែក្នុងការណែនាំរបស់គេ how to use នឹងគេបានប្រាប់មកថានៅពេលដែលយើងប្រើវាយើងមិនចាំបាច់លាបអីផ្សេងទៀតនៅលើនឹងដូចជាប្រភេទសេរ៉ូមឬក៏អីចឹងទៅ spray toner ស្អីហ្នឹងក៏មិនបាច់ដែរអានេះគេប្រាប់ថាយើងគ្រាន់តែរបៀបថាលាបវាទុកចោលនៅលើផ្ទៃមុខទៅស្អែកឡើងយើងនឹងទទួលបានផ្ទៃមុខស្អាតភ្លឺទន់អលោងហើយមានសំណើមចឹងយើងនឹងសាកប្រើវាទាំងអស់គ្នាអានេះខ្ញុំគ្រាន់តែមក review ពីផលិតផលដំបូងទេអានេះយើងគ្រាន់តែរបៀបថា unboxing បន្តមកចំពោះផលិតផលនៅមករបៀបថារីសាវាមិននៅមកទឹកក្រោយខ្ញុំនឹងបង្ហាញប្រាប់គាត់ទៅតាមនឹងទៀតហើយចំពោះ brand វាឈ្មោះ IC Beauty នេះហើយនិយាយតែខ្ញុំស្ងាត់អត់ចេញវីដេអូដោយសារតែទី1មកឡើងមុនច្រើនលវលធ្វើការផងស្អីផងតែឥឡូវនៅផ្ទះតនេបានធ្វើវីដេអូតទៀតអ្នកគ្នា So bye bye guys ឥឡូវយើងមកហើយវាមើលមកដើម្បីយើងចង់ដឹងពីប្រភេទក្លិនវាតែយើងហៅតាមនេះវិញព្រោះជាងបើ expire គេតាំងពី2020រហូត2022រហូតមកដល់2025អញ្ចឹង expire គេមានរយៈពេល3ឆ្នាំអត់ជាកូនអូននិយាយទៅផលិតផលនេះបាក់ហើយទៅហើយនិយាយទៅការរបៀបថាខាងរូបភាពដែលគេ design មកហ្វូមអីនិយាយទៅ smooth យើងបកវាមើលសិនអត់មានអីបកហ៎ក្លិនវាខូចតិចអីទៀតវាសំឡើងពីជាតិក្រូចអញ្ចឹងមិនមកឡើងក្រូច
ក្លិនគេក៏អូបយើងអាចទទួលយកមានអ្នកគ្នាមកមុខខ្ញុំហនញើសផងអីផងអាហ្នឹងខ្ញុំលាប skin care បានមួយថ្ងៃផងបានប៉ុណ្្នឹងណាតោះមកនេះវិញ scrap អ្នកគ្នាកញ្ចក់ស្អាតអត់តំធ្វើកញ្ចក់ហ្នឹងមិនតំធ្វើបានមែនចិត្តមកតែបានក្លិនអានេះវាធំឈួលជាងតិចអានេះជាแบบវាដូចទឹកចាលមិនដឹងអ្នកគ្នាពណ៌វាអត់មានពណ៌អីទេពណ៌ថ្លានេះអត់មានអីជួយយើងជូនអាវសិនតបមកជាប្រភេទចោលមកអានេះសអស្ប៉ាញអានេះធំខែ7ស2ខែអូបានយូរមែនខ្ញុំមើលសម្បត្តិភាសាទៀតអានេះ expire ធំខែ6អានេះ expire ធំខែអានេះខែ6ដូចគ្នាដល់ពេលអានេះវិញលោតដល់ខែ7អូអានេះខែ7ចុងខែហើយ skin care នៅផ្ទះមកកោអត់ប្រើមកប្រើរបស់ expire តែនេះយើងគាត់កឹងអ្នកនរគ្នាមើលទៅប្រហែលប្រើម្ដងមួយខែទេអស់ហើយដោយសារតែយើងអាចបកប្រើវាចិត្តឲ្យដល់ expire អ្នកគ្នាពេលប្តីខ្ញុំយកមកឲ្យខ្ញុំអូសប្រាយជួយប៉ហ្នឹងឥឡូវចេះ sweating skin care ឲ្យទៀតដល់ពេលគេនិយាយចេញមកឡើង smooth ហ្មងទៅដោយកឡើងទៅដោកាមេរ៉ាដល់ពេលទៅគេថែមឲ្យគេថាចិត្តហួច expire ខ្ញុំណែឡើងចេះអត់ sweet ហ្មងក្លិនចល mask គេក៏ប្អូនដែរអ្នកគ្នាចិត្ត product expire អីខ្ញុំគិតថាប៉ុណ្្នឹងណាបើយើងបកប្រើរបៀបថាយើងត្រូវការស្បែកមុខដែលយើងស្អាតក្នុងរយៈពេលលឿនអីវាមិនលឿនទេអ្នកគ្នាព្រោះនេះវាមិនជាផលិតផលដែលមានជាតិកាត់លក្ខណៈលាប3ថ្ងៃសអីចឹងតែវានឹងធ្វើឲ្យផ្ទៃមុខរបស់អ្នកគ្នាផ្លែកពីមួយថ្ងៃទៅមួយថ្ងៃអញ្ចឹងខ្ញុំគិតថារយៈពេលអានេះខ្ញុំប្រើអស់ហើយមួយខែហ្នឹងពូបើយើងលាបក្នុងបរិមាណច្រើនយើងអាចរបៀបថាពេលយើងដបងអញ្ចឹងយើង scrub មុខយើងឲ្យស្អាតទៅបន្ទាប់មកទៀតយើងលាបអានេះរយៈពេលយើងហាមតាមមួយអាទិត្យនេះខ្ញុំគិតថាអ្នកនរគ្នាអាចដឹងពីផលិតផលហើយចំពោះប្រភេទ skin care យើងប្រើមួយអាទិត្យយើងចាប់ផ្ដើមដឹងថាផលិតផលហ្នឹងវា work លើស្បែកមុខយើងអត់ដល់របៀបថាបើអ្នកនរគ្នាមានផ្ទៃមុខខ្លាញ់អ្នកនរគ្នាប្រើផលិតផលដែលទប់ជាតិខ្លាញ់មួយបាត់ជាតិប្រេងលើផ្ទៃមុខអីចឹងទៅអញ្ចឹងអ្នកគ្នាអាចសង្កេតមើលថាផ្ទៃមុខអ្នកគ្នាមានជាតិប្រេងជាតិខ្លាញ់កាន់តែច្រើនឬក៏ស្បើយទៅអញ្ចឹងចំពោះអានេះពេលដែលខ្ញុំតេស្តហើយខ្ញុំនឹងប្រាប់អ្នកគ្នាពីប្រសិទ្ធភាពរបស់វា so អូខេឥឡូវយើងទៅលាងសម្អាតមុខទាំងអស់គ្នាso អ្នកគ្នាយើងមកលាងសម្អាតមុខទាំងអស់គ្នាយើងចាក់ហ្វូមទៅក្នុងប្រមាណ3ម៉ោងចេះឲ្យឃើញ brand ខ្លាំងវាខូចយើងញីលើកតែមុខថ្នមដូចស្រាប់តែនិយាយទៅបើមិន foam scrub ខ្ញុំ check មើលវាជួយលាងសម្អាតជាតិកខ្វក់នៅក្នុងរន្ធយើងតែខ្ញុំមិនដឹងថាជា foam ឬក៏ជា scrub អញ្ចឹងយើងមកលំរាំថាយើងលាងមុខថ្នមតិចទៅវា